ថ្ងៃហ្នឹងមករៀនធ្វើនំប៉ាវទៀតហើយបងប្អូនអើយក្រំតែធ្វើហើយនេះប្រើពេលយូរមែនទែនទាំងធ្វើឆ្នូលទាំងធ្វើម្សៅគឺយូរមែនទែនខ្ញុំមើលក្នុងវីដេអូបងគាត់ធ្វើនំប៉ាវធ្វើអីផ្សេងមកទៅដូចជាងាយស្រួលមែនទែនណាតែដល់ពេលខ្ញុំធ្វើខ្លួនឯងវិញមិនដឹងថាអូយហត់មែនទែនហើយក៏យើងអត់ចេះចឹងដបងទៀតគឺពិបាកហើយណាគ្រាន់តែខ្ញុំរៀនធ្វើនំប៉ាវហ្នឹងគឺ4-5 ដងហើយនៅតែអត់សូវបានស្អាតទៀតខ្ញុំអត់សូវចេះខ្ចប់ចឹងហើយឃើញនំប៉ាវខ្ញុំហើយកុំសើចចាព្រោះនំប៉ាវខ្ញុំធ្វើហ្នឹងគឺអត់សូវបានស្អាតប្រហែលទេមើលទៅហើយគ្រាន់ធ្វើហ្នឹងមិនចេះតិចដងហើយដូចខ្ញុំនិយាយចឹងថាប្រហែលជា4-5 ដងហើយគ្រាន់តែធ្វើនំប៉ាវសាច់ផងនំប៉ាវប្រអែមផងអីចឹងហើយនំប៉ាវថ្ងៃហ្នឹងដែលនាងខ្ញុំធ្វើហ្នឹងគឺនំប៉ាវឆ្នូលផ្អែមឆ្នូលហ្នឹងគឺឆ្នូលត្រាវទេបងប្អូនខ្ញុំអត់ដាក់ឆ្នូលប្រៃទេថ្ងៃហ្នឹងខ្ញុំចង់ធ្វើឆ្នូលផ្អែមចឹងហើយណាមួយខ្ញុំគឺអត់សូវចេះធ្វើប្រហែលដែរអញ្ចឹងទៅខ្ញុំទៅតែរៀនថ្មីដែរអញ្ចឹងវាមិនមែនថ្មីប្រហែលទេបងប្អូនហើយព្រោះវាយូរមែនទេហើយប្រហែលជា4-5 ដងគ្រាន់តែខ្ញុំធ្វើនៅតែមិនបានស្អាតប៉ុន្តែយើងអាចទទួលយកបានណាបងប្អូនហើយអានេះគឺខ្ញុំបានចង្ហុយឆ្អិនហើយនេះនំប៉ាវនេះគឺខ្ញុំចង្ហុយឆ្អិនហើយមើលសាច់នំប៉ាវខ្ញុំហើយមើលរបៀបដែលខ្ញុំវិចខ្ចប់ឲ្យបងប្អូនឃើញហើយកុំសើចព្រោះខ្ញុំអត់សូវចេះវិចប្រហែលទេតែខ្ញុំមើលក្នុងវីដេអូដូចខ្ញុំនិយាយចឹងថាមើលទៅងាយស្រួលមែនទេដល់ពេលធ្វើខ្លួនឯងហើយបណ្ដឹងថាវាពិបាកចឹងតែនេះខ្ញុំចិត្តទៅវិចទៅព្រោះវិចវាមិនស្អាតផងហ្នឹងមើលនេះនំប៉ាវនេះគឺឆ្អិនអស់ហើយខ្ញុំចង្ហុយឆ្អិនហើយអញ្ចឹងទៅក៏ខ្ញុំយកមួយមកសាកហូបទៅណាមើលទំនងអត់ទេនេះនំប៉ាវខ្ញុំទៅធ្វើឲ្យថ្មីក្តៅអញ្ចឹងអានេះគឺវាស្នាមចេញតាមកระดาษដែលខ្ញុំដាក់ទ្រាប់អញ្ចឹងឥឡូវយើងមើល unboxing ស្ទើរ unboxing នំប៉ាវដូចជា unboxing អីវ៉ាន់អញ្ចឹងនិយាយលេងទេណាបងប្អូនគឺមកសាកញ៉ាំនំប៉ាវជាមួយនឹងខ្ញុំទាំងអស់គ្នាថ្ងៃហ្នឹងគឺបាននំប៉ាវថ្មីទៀតហើយក្តៅនំប៉ាវហ្នឹងក៏នៅក្តៅបងប្អូនតើមកយកចេញពីឆ្នាំងមកអញ្ចឹងមើលឆ្នូលរបស់គេណាខ្ញុំគឺមិនស្អាតប្រហែលតែយើងអាចទទួលយកបានណាបងប្អូនសម្រាប់ខ្ញុំគឺខ្ញុំអត់សូវចេះអញ្ចឹងខ្ញុំអាចថាប៉ុណ្ណឹងគ្រប់គ្រាន់ដែរបើគ្រូសាខ្ញុំក៏ថាយើងធ្វើខូបខ្លួនឯងទេមិនស្អាតក៏បានដែរឲ្យតែយើងហូបកើតអញ្ចឹងអរគុណបងប្អូនបើសិនជាកន្លែងណាដែលខ្ញុំនិយាយខុសសូមអភ័យទោសផង